ថាត្រេនខ្ញុំងាប់ក្រោមតើមកពីវាខ្វះសារធាតុអ្វីឬកើតរោគអ្វីលោកគ្រូងាប់មេក្រោមអញ្ចឹងហ៎ងាប់មេក្រោមដោយសារនៅចកាបបងមនុស្សពេកបាទនិយាយមួយម៉ាត់ហ្នឹងគឺចំគោលដៅហើយត្រេនមិនថាត្រេនទេតែគាត់ថាបើត្រេនវារៀងឆាប់ចាញ់គេឆាប់ចាញ់ដោយសារអីឲ្យតែមលុបបាទមានមលុបគឺមេឃនឹងងាប់ហើយបាទឧទាហរណ៍មេឃ3 4មេឃដកកងគ្នាចឹងចាក្រោមនេះវាពូនគេយូរប្រហែលមួយរយៈក្រោយជួលលឹកអស់ងាប់គេក្រោបចិត្តចិត្តហើយចុះកាមួយទៀតដាំញ៉ាក់តែដាំញ៉ាក់អាហ្នឹងអត់ប៉ះថ្ងៃមកផឹកឡើងទល់ល្ងាចអត់ដែរប៉ះថ្ងៃមិនយូរទៅជួលលឹកអស់បាក់មេឃផងលាក់មេឃផងដោយសារវាចាញ់គេព្រោះមានត្រេនបងនៅខាងបែងលូងចកាធំត្រេនគាត់អាយុត្រឹម3 4 10ឆ្នាំអត់មានមេឃក្រមហើយបើឡើងបេះមិនដឹងថាឡើងយ៉ាងម៉េចបាទវាពិបាកក្នុងការឡើងដោយសារអីការ5ម៉ែត្រនោះมันមានមុនគ្នា5 6ម៉ែត្របានឃើញមេឃនៅលើហើយសួរថានិយាយគិតមើលទៅថាត្រេនមើលធ្វើដល់ប៉ុណ្ណឹងសួរថាការតបតែងបែបមិនដែរអាស័យមកដើមបែរចង់ដល់អាស័យដើមការឈូអីក៏មិនដឹងថាឈូយ៉ាងម៉េចអញ្ចឹងមានន័យថាបដែបដោយទៅតាមធម្មជាតិបាទកម្មខេត្តផលដំបូងឡើយគឺដោយសារគាត់ដាំញ៉ាក់បាទដាំញ៉ាក់ហើយគឺបាំងរំលប់ហើយតាមថ្ងៃតរងាយដូចខ្ញុំថាអញ្ចឹងមិនខ្លះថ្ងៃតរងាយអត់ដែរប៉ះថ្ងៃសោះអញ្ចឹងវាជាកត្តាជំរុញទៅការជ្រុះស្លាប់អត់មែនទេចាអរគុណចុះករណីកូនត្រេនណាគ្រូដូចថាខ្ញុំដាំបានមួយឆ្នាំជាងអីចឹងវាងាប់ចុងវាងាប់ក្រោមអាហ្នឹងមកពីយ៉ាងម៉េចអត់តែងវាឬក៏វាមេជន់គ្នាដូចគ្រូថាងាប់ក្រោមកូនត្រេនទៅចាដូចជាអត់ដែរជួបប្រទេសបើថាវាឆ្លាស់ដែរវាអត់ដែរជួបប្រទេសហើយបើសិនជាងាប់ក្រោមហ្នឹងអាចបដាលមកពីឬមួយក៏មកពីបាញ់ថ្នាំស្មៅឬក៏យ៉ាងម៉េចគ្រូនោះហើយបើនិយាយថ្នាំស្មៅវាអាចតែគាត់ថាគាត់និយាយហ្នឹងគាត់អត់ចោទទៅលើបញ្ហាថ្នាំស្មៅទេបើគាត់ដឹងថាថ្នាំស្មៅគាត់អត់បាញ់ទេគាត់អត់សួរទេអញ្ចឹងលក្ខខណ្ឌដែលកូនត្រេនតូចងាប់ក្រោមអាចបដាលមកពីសត្វវាយលុកអីចឹងជាដើមអាចដែរអាចជាសត្វស៊ីត្រួយទៅលាស់រួចចាប់ដើមក្រហមលឹកជ្រុំដែរហ្នឹងបាទហើយមួយទៀតនោះគឺខ្ញុំព្រមមានប៉ះមុំម្ដងនោះដូចជាមានជំងឺផ្សិតឡើងលើមេឃឡើងលើស្លឹកជ្រុំស្លឹកជ្រុំងាប់មែនហ្នឹងបាទបានម្ដងនោះគឺខ្ញុំអត់មានព្យាយាមអីទេគឺឃើញជាក់ស្ដែងអញ្ចឹងកាត់អាមេឃកំពុងបញ្ហាហ្នឹងអាមេឃណាប៉ះពាល់ហ្នឹងក៏តែឯងចាប់អស់ទៅឥឡូវគឺបោះថតដល់វិញលែងមានអសសតាចាអាធ្វើអត់មេឃទៅទៀតហើយចាបាទអរគុណចាអរគុណ